បើជួបឧបសគ្គបន្តិចបន្តួចសុខចិត្តផ្លាស់ប្ដូរគំនិតតើអ្នកនឹងអាចធ្វើអ្វីបានទៅជោគជ័យរបស់នរណាម្នាក់មិនមែនកើតឡើងដោយចៃដន្យនោះទេអ្វីៗនៅតាមផ្លូវដែលមុននឹងគេមកដល់គឺសុទ្ធសឹងតែជាការលំបាកវេទនាដែលអ្នកផ្សេងមិនបានដឹងអ្នកខ្លះឃើញគេសម្រេចបានជោគជ័យគុំស្កើក៏មានក្តីច្រណែននៅក្នុងចិត្តព្រមទាំងមានទស្សនៈថាគេមានវាសនាល្អបែរមកខ្លួនឯងវិញហេតុអ្វីក៏មិនមានវាសនាដូចជារូបគេជួនកាលគេអាចមានជោគវាសនាជាងយើងក៏ពិតមែនតែទោះជាយ៉ាងណាបើមិនពិចារណាពីខ្លួនឯងហើយបែរជាគិតតែរឿងច្រណែននិងជោគជ័យរបស់អ្នកដទៃអ្នកក៏មិនអាចស្វែងរកជោគជ័យឲ្យខ្លួនឯងបានដែរកាលពីយូរលង់មកហើយមានបញ្ញវន្តម្នាក់តែងតែស្រមើស្រមៃចង់ធ្វើជាមន្ត្រីរាជការតែគាត់មិនមានឱកាសបានធ្វើអ្វីនឹងគេតតែសោះពេលវេលាចិត្តដើរតែមុខឥតជប់ឈររាប់សិបឆ្នាំកន្លងផុតទៅគាត់ឆ្លោះកញ្ចក់សម្លឹងមើលទៅសក់ដល់ស្រស់សុព្រុសរបស់ខ្លួនទើបដឹងថាមានពេលវេលាស្រក់ខ្លួនដល់សល់តិចតួចណាស់គាត់មានការព្រួយបារម្ភក្នុងចិត្តជាខ្លាំងមានថ្ងៃមួយពេលកំពុងដើរតាមផ្លូវថ្នល់សុកគាត់ក៏ទ្រហោយំឡើងធ្វើឲ្យអ្នកដែលនៅក្បែរនោះនឹកឆ្ងល់គេក៏ចូលមកសួរលោកអ៊ំមានរឿងអីបានជាដល់ថ្នាក់ទ្រហោយំអញ្ចឹងបរិសុទ្ធចំណាស់ឆ្លើយថាយើងចង់ធ្វើមន្ត្រីមកស្ទើរតែមួយជីវិតទៅហើយតែមិនមានឱកាសហុចឲ្យតតែសោះបានត្រឹមតែអង្គុយចាំមើលពេលវេលាដែលកន្លងទៅយ៉ាងអណ្ដីរហូតមកទល់នឹងពេលនេះយើងក៏នៅតែជាជនសាមញ្ញធម្មតាឱកាសបានទៅជាមន្ត្រីនឹងមិនមានតទៅទៀតទេហេតុនេះហើយទើបធ្វើឲ្យយើងអត់ទ្រាំនឹងមិនពិបាកចិត្តមិនបាន